សូមស្វាគមន៍មកកាន់ Sina Teach រៀនបច្ចេកវិទ្យាងាយៗជាភាសាខ្មែរសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Sina Teach បាទអញ្ចឹងថ្ងៃនេះដែរខ្ញុំមកបង្កើតវីដេអូមួយបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបនៃការសរសេរ lyric ឬក៏ការបង្កើត lyric ចម្រៀងហ្នឹងដោយប្រើប្រាស់កម្មវិធីរបស់ក្រុមហ៊ុន OpenAI មួយដែលមានឈ្មោះថា ChatGPT បាទនេះចំណុចទី1សរសេរឃ្លាចម្រៀងនិងទំនុកច្រៀងដោយប្រើ ChatGPT បាទអញ្ចឹង ChatGPT គឺជាកម្មវិធីមួយរបស់ក្រុមហ៊ុន OpenAI អញ្ចឹងកុំឲ្យខាតពេលបងប្អូនយូរយើងមកអនុវត្តទាំងអស់គ្នាបាទអញ្ចឹងមុនដំបូងគឺយើងមកបើកកម្មវិធី Chrome នេះមកហើយកន្លែងពាក្យថា Google នេះយើងវាយពាក្យថា GPT បាទហើយបន្ទាប់មកវាចេញផ្ទាំងមួយនេះនេះ www.chatgpt.com យើងចុចលើអក្សរពណ៌ខៀវហ្នឹងមកបន្ទាប់មកយើងចូលមកដល់កន្លែងដែលយើងត្រូវឆាតជាមួយកម្មវិធី ChatGPT ដើម្បីឲ្យវាសរសេរ lyric ចម្រៀងឬក៏ឃ្លាចម្រៀងឲ្យយើងបាទអញ្ចឹងដោយសារ account ខ្ញុំនេះខ្ញុំបាន log in ហើយនេះ account ខ្ញុំទិញគេដែរខ្ញុំបាន log in ហើយបើបងប្អូនអត់ទាន់បានបង្កើត account នេះចេញមកគេឲ្យយើងបង្កើត account សិនបានយើងអាចប្រើប្រាស់បានអញ្ចឹងបាទតោះឥឡូវយើងមកសរសេរឆាតមួយដើម្បីបញ្ជាវាឲ្យបង្កើត lyric ចម្រៀងភាសាខ្មែរបាទអញ្ចឹងខ្ញុំសរសេរតាមសរសេរតែម្ដងយើងសរសេរមកដាក់ថា write like rich lyric ខ្មែរយើងសរសេរមកខ្មែរអូខ្មែរនេះជាខុសអក្សរធំហ្នឹងខ្មែរ set សងប៉មីយើងខាំមកយើងបញ្ជាក់វាថាយើងបង្កើត lyric ហ្នឹងសម្រាប់យកទៅ generate ក្នុង Sono AI យើងសរសេរទៅមក generate in Sono AI បាទយើងសរសេរបានប៉ុណ្ណឹងមកយើងចុចសញ្ញាព្រួយនេះមកនេះតបមកវានឹងសរសេរ lyric ឲ្យយើងហើយបាទឥឡូវគាត់សរសេរ lyric ឲ្យយើងហើយដោយចំណងជើងបទចម្រៀងគឺនេះសល់តែអនុស្សាវរីយ៍ភាសាអង់គ្លេសគេដាក់ថា only memory remain បាទវាមាន verb 1 pre-chord chord verb 2 bridge final អានេះបញ្ចប់ចម្រៀងបាទអានេះគេដាក់ថា suggested Sono AI prompt បាទនេះគឺជា style គឺចង្វាក់បទចម្រៀងទាំងអស់ហ្នឹងគឺចង្វាក់បទចម្រៀងដែលយើងប្រើប្រាស់វាសម្រាប់យកទៅ generate ក្នុង Sono AI ដែរបើយើង pass តែ lyric អត់មានអាហ្នឹងក៏វាចេញមកអត់ព្រោះដែរបាទអញ្ចឹងជួនកាលយើង generate មកវាអត់មានអាហ្នឹងឲ្យទេអញ្ចឹងយើងត្រូវសរសេរ prompt មួយទៀត style សងSono យ៉ាងមក Sono ច្រឡំ Sono យើងចុចសញ្ញាព្រួយ ឬក៏ enter ក៏បានដែរវាសេឲ្យបាទអញ្ចឹងមានច្រើន style បទហ្នឹងមានបែប modern ខ្មែរ ballad អានេះចង្វាក់ pop ballad ខ្មែរបែបទំនើបអានេះបទចម្រៀងស្រីប្រភេទ pop ballad ដែរ
អញ្ចឹងអានេះបទចម្រៀងស្រីបាទបងប្អូនស្រឡាញ់ style មួយណារើស style មួយហ្នឹងមកបាទអញ្ចឹងបន្ទាប់ពីយើងឲ្យវាបង្កើត lyric ហើយនឹងបង្កើត style ហើយអញ្ចឹងយើងត្រូវទៅបង្កើត folder មួយសម្រាប់ទុក lyric ហ្នឹងយើងក្នុងឆាតហ្នឹងវាបាត់ទៅយើងរកអត់ឃើញយើងអាចយកពីក្នុងកន្លែងដែលយើងទុកនឹងយកមកប្រើបានអញ្ចឹងយើងចូលមកកន្លែងនេះ File Explorer យើងមករើស try ដែលយើងចង់ដាក់សម្រាប់ខ្ញុំដាក់ក្នុង try e ព្រោះវានៅសល់តែច្រើនតបមកខ្ញុំចុចពាក្យ new នេះមកស្ដាំចុចពាក្យ new យក folder ហ្នឹងមកហើយយើងផាសនេះមកផាសចំណងជើងចម្រៀងយើងមកដាក់សល់តែអនុស្សាវរីយ៍យើងធ្វើអញ្ចឹងដើម្បីស្រួលរកបាទបន្ទាប់មកយើងបង្កើត tick note មួយ tick note ហ្នឹងយើងដាក់មក lyric បាទយើងបង្កើត lyric ចឹងមកយើងបើកវាមកយើងទៅ copy ចំណងជើងច្រឡំចំណងជើងclear ចម្រៀងដែល GPT គាត់បង្កើតឲ្យយើង copy ទាំងអស់មក select ទាំងអស់ចឹងមកស្ដាំយកពាក្យ copy យើងមកបើក tick note ថងនេះយើងវិញមកហើយយើងផាសវាមកណាផាសវាមកយើងអត់បានដាក់ចំណងជើងអត់ដឹងបត់អីបាទអញ្ចឹងយើងទៅ copy ចំណងជើងទៀតមកនេះផាសចំណងជើងថងនេះមកនេះ enter វាមួយឲ្យវាដាច់គ្នាអញ្ចឹងមកអត់មកទៀតយើង enter មកក្រោមយើងទៅ copy style មួយណាដែលយើងស្រឡាញ់យកមកដាក់ក្នុង tick note ហ្នឹងដែរបាទសម្រាប់ខ្ញុំស្រឡាញ់style ទី2នេះfemale emotion ហ្នឹងមានន័យថាអារម្មណ៍បែបនារីអញ្ចឹងបទហ្នឹងបទស្រី copy មកយើងផាសវាហ្នឹងមកតោះចុចពាក្យ file នេះយើងចុចពាក្យថា save តែប៉ុណ្្នឹងទេគឺវាជាប់ហើយយើងបិទចោលមកបាទឥឡូវយើងមកមើល file យើងនេះ file lyric យើងគឺវានៅក្នុងនេះបាទនេះឃើញទេចឹងរាល់បទចម្រៀងទាំងអស់ឲ្យទៅពេលយើងធ្វើគឺយើងត្រូវ copy lyric ហើយនឹង style វាទុកក្នុងនឹងមួយមកទុកចំណាំបាទអញ្ចឹងវីដេអូនៃការបង្កើត lyric ហើយនឹង style គឺមានតែប៉ុណ្្នឹងទេបាទអញ្ចឹងបើបងប្អូនមានចម្ងល់ឬក៏បញ្ហាអីផ្សេងអាច comment ក្នុង comment ខាងក្រោមបានដើម្បីខ្ញុំធ្វើវីដេអូពន្យល់ណែនាំបន្ថែមបាទអញ្ចឹងវីដេអូបង្កើត lyric ឬក៏ clear ចម្រៀងជាភាសាខ្មែរដោយ ChatGPT AI នេះគឺចប់តែប៉ុណ្្នឹងទេបាទអញ្ចឹងសូមជម្រាបលាអរគុណសម្រាប់ការទស្សនា